អញ្ចឹងពេលនេះជាមួយនឹងការព្យាយាមចូលទៅដាស់វត្តមានរបស់កាយចេញពីសំណាក់អ្នករាល់គ្នាកាយត្រូវបានសន្លប់តែបន្តិចតែប៉ុណ្ណោះដោយសារតែអស់កម្លាំងខ្លាំងពេកក៏ដូចជាភ្ញាក់ឡើងមកជាមួយនឹងការលន់មកថាតើមានរឿងអ្វីកើតឡើងហើយវាក៏ធ្វើខេចង់សួរបែបនោះទៅកាន់កាយផងដែរដែលបន្ទាប់ពីកាយត្រូវបានផឹកកត់ស្តំរបស់អ្នកចម្បាំងពះដៃស្រាប់តែត្រូវបានសន្លប់ភ្លាមជាមួយនឹងការមិនដាធ្លាប់ឃើញកាយធ្លាក់ចូលស្ថានភាពបែបនេះដែលធ្វើកាយបានត្រឹមតែទទួលថាអ្វីដែលមានបន្ទាប់នេះវាហាក់ដូចជាអ្វីដែលមិនគួរឲ្យជឿក៏ធ្វើលោកផូរីទទួលផងដែរថាអ្នកចម្បាំងពះដៃម្នាក់នេះវាដូចនឹងអ្នកខ្លាំងអាដុលរ៉ាកុនដែលមានព្រះដែនដីដ៏មានឥទ្ធិពលក្នុងការការពារដូច្នេះកាយបានយកកត់ស្តំរបស់អង្គម្នាក់នេះទៅហើយក៏ដូចជាត្រូវបានកាត់ផ្ដាច់អាដុលរ៉ាកុនជាមួយនឹងព្រះរបស់អង្គម្នាក់នេះផងដែរជាមួយនឹងការចាប់រំរបស់កាយដែលខ្លួនបានយកនៅអំណាចរបស់គេដូច្នេះលោកផូរីក៏បានបញ្ជាក់បន្ថែមអំពីព្រឹត្តិការណ៍ចម្លែកដែលបានកើតឡើងនេះផងដែរដែលវាប្រហែលជាទង្វើរបស់ព្រះកំពុងតែស្រែកដែលធ្វើកាយទទួលស្គាល់ផងដែរថាអំណាចរបស់ព្រះដែលបានប្រទានឲ្យវាពិតជាអស្ចារ្យខ្លាំងណាស់ដែលវាអាចបង្កហេតុនៅរឿងបែបនេះបានដូច្នេះឥឡូវនេះខ្លួនគួរតែប្រើប្រាស់អំណាចទាំងអស់នេះឆ្ពោះទៅមុខដោយរបៀបណាហើយពេលនេះជាមួយនឹងការសម្អាតខ្លួនរបស់កាយក៏បានចោទសួរទៅកាន់អ្នករាល់គ្នាផងដែរដែលខ្លួនហាក់ដូចជាមានអារម្មណ៍សពេចសពិលដែលធ្វើឲ្យខ្លួនមិនរីករាយតតែសោះតែកំពុងតែហាក់ដូចជាមាននរណាគេម្នាក់កំពុងតែលួចមើលហើយលោកផូរីក៏បានចាប់អារម្មណ៍ដូច្នោះផងដែរប៉ុន្តែក៏បានអើពើជាមួយនឹងវាវិញតែក៏មិនបានឃើញអត្តភាពណាមួយធ្វើឲ្យគាត់កប់សម្គាល់នោះឡើយហើយក៏ធ្វើឲ្យគាត់មិនដឹងថាវាគឺជារឿងអ្វីផងដែរហើយពេលនេះពួកគេក៏បានជូនកាយមកកាន់ភូមិដែលគ្នារបស់កាយបានឈរជើងហើយក៏ដូចជាបញ្ញាប់លាកាយក្នុងការត្រឡប់ទៅកាន់ចលងភ្នំវិញផងដែរហើយកាយវិញបានត្រឹមតែជូនពរទៅកាន់ពួកគេនៅទេក្នុងការប្រចាំប្រចែងតាមផ្លូវហើយជាមួយនឹងការទទួលរបស់ពួកគេកាយពេលនេះក៏បានកោពោះក្នុងការឃ្លានក៏បញ្ញាប់ដកបាយពូតរបស់អាឡេសាយកមកញ៉ាំក៏ផ្ដាំអរគុណទៅកាន់នាងផងដែរដែលវាពេលនេះកំពុងតែជួយសង្គ្រោះមកកាន់ខ្លួនហើយតែចំណាយជាមួយនឹងការញ៉ាំនៅបាយពូតទាំងអស់នេះថាវាគឺជាប្រភេទបាយពូតដែលខ្លួនធ្លាប់ស្រមើស្រមៃឃើញដែរឬទេកាយជាមួយនឹងការញ៉ាំក៏មិនខ្ជិះខ្ជាយសំបីតែមួយគ្រាន់ជាមួយនឹងការញ៉ាំរួចរាល់ក៏បានត្រឡប់មកជុំគ្នាជាមួយនឹងកងពលរបស់ខ្លួនវិញជាមួយនឹងការចាប់អារម្មណ៍របស់អ្នករាល់គ្នាអំពីការមកដល់នៃវត្តមានរបស់កាយពួកគេក៏បញ្ញាប្រាប់អំពីការដួលស្លាប់របស់អ្នកនាងរស់ភ្លាមផងដែរដែលជំរុញឲ្យកាយបញ្ញាក្នុងការចូលទៅមើលក៏ដូចជាងើងឆ្ងល់អំពីអ្វីដែលកំពុងតែកើតឡើងចំពោះអ្នកនាងចាដែលលោកមែនសូបានត្រឹមតែប្រាប់ថាគាត់ត្រូវបានក្រនក្តៅហើយដួលភ្លាមតែប៉ុណ្ណោះតែកាយក៏ផ្ដាំនៅការភ្ញាក់ផ្អើលភ្លាមគណៈពេលដែលប្រទះឃើញស្លាកស្នាមនៅលើជើងរបស់គាត់ជាមួយនឹងការលន់មកថាវាគឺជាស្នាមអ្វីដោយបូជាចាក៏ចូលមកទទួលភ្លេថាគាត់បានស្គាល់អំពីវាតែយ៉ាងណាក៏បានផ្ដាំចោតសួរអំពីការងាររបស់កាយក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងអង្គតែកាយក៏បានប្រកែកជាមួយនឹងវាគិតសំខាន់ទៅលើអ្នកនាងចាហើយបូជាចាក៏បានទទួលភ្លេផងដែរថាពួកគាត់នឹងរៀបចំយកអ្នកនាងចាក្នុងការត្រឡប់ទៅវិញដូច្នេះកាយក៏គួរតែប្រាប់អំពីការងាររបស់ខ្លួនមកហើយគាត់វិញគ្រាន់តែសួរធ្វើពើនោះទេហើយកាយក៏ផ្ដាំកុហកថាខ្លួនទៅដល់អស់ទាំងអស់នោះត្រូវបានចាញ់ក្រោមស្នាដៃអ្នកផ្សេងទៀតបាត់ទៅហើយដែលធ្វើអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលផងដែរតែកាយនៅតែបន្តកុហកថាខ្លួនបានឃើញសាកសពមេរបស់វាពាក់ទៅដោយពះដៃហើយក៏ដូចជាគ្នារបស់ពួកវាដតៃផ្សេងទៀតប្រហែលជាកិច្ចខ្លួនបានហើយជាមួយនឹងការយកឃើញរបស់អ្នករាល់គ្នាថាមេរបស់ពួកវាត្រូវបានចាញ់ទៅហើយវាក៏ជារឿងសមហេតុផលដែលកូនចៅរបស់វាត្រូវបានដកខ្លួនដោយសារតែមេរបស់ពួកវាសុទ្ធតែជាកាឌៀនជាមួយនឹងការទទួលបានចម្លើយបែបនេះបូជាចាក៏បានសម្រេចក្នុងការនាំយកវត្តមានរបស់អ្នកនាងចាស់ត្រឡប់ទៅវិញតែម្ដងហើយជាមួយនឹងការធ្វើដំណើរនោះបូជាចាក៏បានលូសម្ដីជាមួយនឹងការប្រឡាក់ឈាមទៅកាន់កាយផងដែរហើយកាយវិញគណៈពេលដែលដឹងដូច្នេះបានត្រឹមតែទទួលថាខ្លួនប្រហែលជាប្រឡាក់វាគណៈពេលដែលរត់កាន់ថ្លុកឈាមដែលធ្វើបូជាចាបានត្រឹមតែបោះសម្ដីមកថាតើវាគឺជារឿងការពិតដែរឬទេតែជាមួយនឹងការមកដល់ភូមិលេខគេហាក់ដូចជាទទួលរងការវេបហាយ៉ាងដំណំទៅហើយចេញពីសំណាក់វងស្វាក៏ធ្វើឲ្យលោកមែនសូឲ្យកាយជ្រៀតខ្លួនចូលទៅមើលជាមុនសិនតែម្ដងតែពួកគាត់មិនចេះតែនាំអ្នកនាងចាស់ចូលទៅក្នុងភូមិទាំងស្ថានភាពបែបនេះបាននោះឡើយជាមួយនឹងការទទួលរបស់កាយស្ថានភាពនៅខាងក្នុងពិតជាទ្រុឌទ្រោមជាខ្លាំងមនុស្សក៏កំពុងតែម្នាក្នុងការជួយគ្នាទៅវិញទៅមកហើយជាមួយនឹងការប្រទះចេញពីសំណាក់លោកបាស្កូកាយក៏បានចូលទៅសួរអំពីរឿងដែលបានកើតឡើងតែម្ដងតែការទទួលរងការវេបហាយ៉ាងដំណំនេះក៏ធ្វើលោកបាស្កូក៏មិននឹកស្មានអំពីការវេបហារបស់វងស្វាផងដែរជាមួយនឹងចំនួនដ៏ច្រើនរបស់ពួកវាហើយក៏ដោយសារតែលោកបារ៉ុននោះទេពួកគាត់ក៏មិនអាចដេញពួកវាត្រឡប់ទៅវិញបាននោះឡើយហើយការខូចខាតយ៉ាងធ្ងន់ធ្ងរនេះវាបានបង្កឡើងដោយសារតែការបោះថ្មយ៉ាងជំនាញរបស់ស្វាទាំងអស់នោះតែកាយក៏បានផ្ដាំនៅការព្រួយបារម្ភក៏បានឆ្ពោះទៅមុខបន្តយ៉ាងលឿនតែនោះវាគឺជាវត្តមានរបស់អាលីសានិងឯងជាមួយនឹងការចូលមកដល់ខាងក្នុងស្រែកយ៉ាងខ្លាំងក្នុងការស្វែងរកនៅវត្តមានរបស់នាងតែនោះនាងមិនបានទទួលរងការវេបហានៅឡើយកំពុងតែជួយមើលថែទាំអ្នកដទៃផ្សេងទៀតដែលធ្វើពួកគេទាំងពីរពិតជារីករាយមែនទែនគណៈពេលដែលឃើញគ្នារៀងខ្លួនមានសុវត្ថិភាពដូចនេះហើយជាមួយនឹងការនាំយកវត្តមានរបស់អ្នកនាងចាស់ចូលមកដល់ក៏ធ្វើលោកបារ៉ុនឃើញចឹងដឹងផ្លេតតែម្ដងថាវាគឺជាអ្វីជាមួយនឹងការទទួលថាកូនស្រីក៏ដូចឆ្នោះមែនដែរឬទេជាមួយនឹងការប្រាប់បញ្ជាក់បន្ថែមអំពីរោគសញ្ញាមួយនេះចេញពីបូជាចាលោកបារ៉ុនក៏បានយល់បាត់ទៅហើយក៏ដឹងអំពីអ្នកធ្វើវាផងដែរដោយសារតែ
រោគសញ្ញាមួយនេះវាក៏កំពុងតែកើតឡើងចំពោះលោកអូហាជាមួយនឹងការភ្ញាក់ផ្អើលរបស់អ្នករកគ្នាលោកបារ៉ុនក៏បានបញ្ជាក់បន្ថែមថាពពួកស្វាទាំងអស់នោះបានធ្វើដាក់កូនគាត់ទាំងពីរហើយអ្នកស៊ើបការដែលវិញក៏បានប្រទះនឹងវងស្វាប្រមូលផ្ដុំជាច្រើនតាមស្ថានភាពរបស់ពួកវាទៅក៏ហាក់ដូចជាមានក្រុងការក្នុងការវាយប្រហារម្ដងទៀតឯកាយណាវិញជាមួយនឹងការបន្តនិយាយលេងជាមួយនឹងអេសាខ្លួនក៏មិននឹកស្មានថាការវាយប្រហារចូលមកជ្រៅមកដល់ក្នុងភូមិនៅថ្នាក់នេះឡើយអេសាក៏បាននិយាយអំពីខ្លួននាងផងដែរអំពីការរត់គេចមកទីនេះជាមួយនឹងប្អូនស្រីនិងម្ដាយរបស់នាងទោះបីតែនាងខ្លាចគណៈពេលដែលនឹកឃើញមុខរបស់កៃក៏ធ្វើនាងមានអារម្មណ៍ថាមានសុវត្ថិភាពវិញស្ត្រីចំណាស់ដែលអេសាជួយមើលថែទាំនំបន្ទាប់ពីនាងជួយមើលរួចរាល់ក៏បានអរគុណជាមួយនឹងការចាក់ចេញភ្លាមឯកៃវិញជាមួយនឹងការនឹកឃើញក៏ផ្ដាំអរគុណទៅកាន់អេសាភ្លែនដែលវាបានបង្កើតការងើងឆ្ងល់ទៅកាន់នាងដែលនោះវាគឺជាបាយពូរបស់នាងតែចំណាស់លោកមែនសូក៏បានចូលមកផ្ដាច់ចង្វាក់បាត់ទៅហើយបញ្ជាក់ទៅកាន់កៃថាលោកបារ៉ុនកំពុងតែស្វែងរកហើយជាមួយនឹងការដួលរបស់ក្រុមអុកពេលនេះក៏ធ្វើលោកបារ៉ុនធូចិនដែលវាលែងមានការគំរាមកំហែងចេញពីសំណាក់ពួកវាទៀតអំឡុងពេលនេះចំណាស់ជាមួយនឹងការទទួលរបស់កៃពេលនេះកំពុងតែមានការព្រួយបារម្ភអំពីអ្វីដែលកំពុងតែកើតឡើងលើអ្នកទាំងពីរក៏ធ្វើបូជាចារទទួលផ្លេតថានេះគឺជាការទទួលរងម្ដាសាដែលត្រូវបានដាក់ទៅលើភ្នោព្រះដែនដីជាមួយនឹងការភ្ញាក់ផ្អើលរបស់កៃលោកបារ៉ុនក៏បានទទួលប្រាប់ផ្លេតថាវាគឺជាពពួកស្វាវាធ្វើបែបនេះឡើងដើម្បីដកយកអ្នកប្រយុទ្ធខ្លាំងចេញដើម្បីផ្ដល់ឱកាសឲ្យពួកវាអាចវាយលុកនៅភូមិមួយនេះបានហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេយោងតាមអ្នកឆ្លូបយកការពួកវានឹងអាចបើកការវាយប្រហារម្ដងទៀតនាឆាប់នេះដែលធ្វើបូជាចារទទួលផ្លេតផងដែរថាលោកអូហានឹងអាចប្រយុទ្ធបានម្ដងទៀតប្រសិនបើពួកគេអាចដោះនៅបដាសាចេញបានហើយក៏ផ្ដាំបបួលកៃផ្លេតផងដែរក្នុងការចូលរួមជាមួយនឹងគាត់ឈ្មោះដំណើរក្នុងការដោះនៅបដាសាមួយនេះជាមួយនឹងការជ្រើសរើសនៅវត្តមានរបស់ខ្លួនដូច្នេះកៃក៏បានសូមពីមូលហេតុដែលជ្រើសខ្លួនទៅក៏ធ្វើបូជាចារទទួលផ្លេតផងដែរថាគាត់ទុកចិត្តលើកម្លាំងរបស់កៃហើយលោកបារ៉ុនក៏បានបញ្ជាក់អំពីទីតាំងភ្នោនីមួយភ្លាមទៅកាន់កៃដែលលោកអូហាស្ថិតនៅភ្នំអ៊ីឡាញ់សម្រាប់អ្នកនាងចាស់ស្ថិតនៅភូមិអ៊ីដាដែលការរស់រាននៃភូមិឡាញ់របស់គាត់ពេលនេះកំពុងតែពឹងផ្អែកទៅលើបេសកកម្មដែលកៃកំពុងតែទទួលនេះហើយស្ថិតនៅក្នុងពេលវេលាប្រកួតប្រជែងមួយនេះក៏គ្មានអ្វីសេសសល់ក្រៅពីការពឹងផ្អែកលើកៃនោះទេចំណាកៃជាមួយនឹងការឃើញនៅស្ថានភាពរបស់អ្នកនាងចាស់ក៏គ្មានជំរឿផងដែរក្រៅពីទទួលចំណែកលោកម្ចាស់ត្រួតពិនិត្យវិញនៅតែឆ្លួវិញក្នុងការផឹកស៊ីនៅឡើយនោះទេហាក់ដូចជាមិនខ្វល់ឡើយជាមួយនឹងបញ្ហាកំពុងតែកើតឡើងក៏ធ្វើឲ្យកៃឆ្ងល់ពីសកម្មភាពទាំងអស់នេះថាលោកម្ចាស់ត្រួតពិនិត្យក៏ជាអ្នកកាន់ការឌៀនដែរហើយអ្វីបានជាគាត់មិនអើពើក្នុងការជួយតតែសោះដែលធ្វើបូជាចារបានត្រឹមតែសង្ឃឹមតែប៉ុណ្ណោះក៏ដូចជាឲ្យកៃទៅរៀបចំខ្លួនឲ្យរួចរាល់ទៅបន្ទាប់មកទៅជួបគ្នានៅឯខ្លោងទ្វារខាងជើងហើយកៃមិនភ្លេចនៅឡើយក៏បានមកជួបអេលីសាម្ដងទៀតចង់បញ្ជាក់អំពីអ្វីដែលខ្លួនចង់និយាយមុននេះថាបាយពូរបស់អេលីសាពិតជាអស្ចារ្យណាស់បានជួយសង្គ្រោះខ្លួនក្នុងអំឡុងពេលប្រយុទ្ធចំណាយជាមួយនឹងភាពរីករាយរបស់នាងគណៈពេលដែលលើដូច្នេះកៃក៏បានបញ្ជាក់អំពីខ្លួនឥឡូវនេះត្រូវទៅប្រយុទ្ធបន្តទៀតតែជាមួយនឹងការចាប់អារម្មណ៍របស់នាងកៃក៏បានបញ្ជាក់ផ្លេតបាត់ទៅហើយថាកុំឲ្យនាងមានការព្រួយបារម្ភអីលើកនេះខ្លួនទៅភ្លាមត្រឡប់មកវិញផ្លេតនោះទេហើយគណៈពេលដែលខ្លួនបញ្ចប់វារួចរាល់ខ្លួននឹងនាំនាងទៅកន្លែងពិសេសមួយក៏ដូចជាញ៉ាំបាយពូជាមួយនឹងគ្នាផងដែរហើយនាងវិញបានត្រឹមតែទទួលជាមួយនឹងការទន្ទឹងរង់ចាំនោះទេតែភាពរីករាយទាំងអស់នេះវាមិនបានបន្តយូរនៅឡើយកៃក៏បានសម្រេចចិត្តក្នុងការលានាងចាក់ចេញទៅហើយជាមួយនឹងការមកដល់កៃក៏បានសុំទោសដែលធ្វើឲ្យបូជាចាររងចាំក៏ដូចជាចាប់អារម្មណ៍អំពីថងយាមរបស់គាត់ដែលនេះវាគឺជាអ្វីដែលលោកបារ៉ុនផ្ដល់ឲ្យសម្រាប់ធ្វើការដោះម្ដាសាឲ្យកូនគាត់ទាំងពីរក៏ដូចជាគាត់ផ្ដាំចោតសួរទៅកាន់កៃថាបានជួបនរណាគេម្នាក់មែនទេតែកៃហាក់ដូចជាមនុស្សខូចអញ្ចឹងនៅតែប្រកែកក៏ធ្វើបូជាចារគ្មានអ្វីនៅឡើយក្រៅពីការនិយាយប្រាប់អំពីជីវិតរបស់ខ្លួនថាខ្លងទ្វារទាំងអស់នេះធ្លាប់ជាជីវិតដែលគាត់បានឆ្លងកាត់ជាយូរណាស់មកទៅហើយតែគាត់ត្រូវជាកូនប្រុសទី2នៃអភិជនក្រីក្រចំណាគាត់បានព្យាយាមសិក្សាយ៉ាងខ្លាំងដើម្បីឲ្យទទួលបានមរតកព្រះរបស់គ្រួសារតែចំណាគាត់មិនត្រូវបានគេជ្រើសរើសក្នុងការកាន់ការឌៀននៅឡើយនោះហើយក៏ជាពេលដែលគាត់ចាក់ចេញពីផ្ទះក្នុងការឆ្ពោះទៅរកវត្តអារាមដែលជំរុញឲ្យគាត់បន្តវឹកហាត់ជារៀងរាល់ថ្ងៃបន្ថែមទៀតក៏ធ្វើគាត់ទទួលផងដែរថាជីវិតពេលខ្លះពោពេញទៅដោយសេចក្តីស្រឡាញ់ជួនកាលវាក៏ពោពេញទៅដោយភាពសោកសៅតែវានៅតែជាអ្វីដែលពួកគាត់ត្រូវតែការពារជាមួយនឹងការយល់អារម្មណ៍របស់គាត់ចេញពីសំណាក់របស់កៃក៏បានបបួលវត្តមានរបស់កៃចាប់ផ្ដើមនៅដំណើរភ្លែនជាមួយនឹងការព្រួយបារម្ភរបស់លោកបារ៉ុនទៅលើកូនរបស់ខ្លួនពេលនេះកៃក៏បានមកដល់ភូមិអ៊ីឡាញ់ដែលមាននៅភ្នោព្រះរបស់លោកអូហាដែលធ្វើឲ្យកៃចាប់អារម្មណ៍មុនគេអំពីវងស្វាទាំងអស់នោះវាមានប្រមាណទៅក្នុងការយាមភ្នោដែលធ្វើបូជាចារទទួលចាត់ចែងផ្លេតតែម្ដងក៏ធ្វើឲ្យកៃរៀងភ្ញាក់បន្តិចហើយការធ្វើបែបនេះរបស់បូជាចារដែលធ្វើកៃទទួលអារម្មណ៍ដដែលអំពីអ្វីដែលធ្លាប់នរណាគេម្នាក់លួចមើលតែបូជាចារហាក់ដូចជាចាប់អារម្មណ៍លឺជាមួយនឹងការចោទសួរដែលធ្វើកៃគ្មានអ្វីក្រៅពីការប្រកែកទៀតនៅឡើយតែបូជាចារក៏បានបញ្ជាក់ប្រាប់ថាសមត្ថភាពមួយនេះគឺជាសមត្ថភាពភ្នែក100ដែលត្រូវជាបច្ចេកទេសសម្ងាត់ដែលគាត់បានរៀនចេញពីវត្តអារាមដែលធ្វើគាត់អាចមើលឃើញអ្វីទាំងអស់មិនថាវាឆ្ងាយប៉ុណ្ណានោះឡើយជាមួយនឹងការធ្វើវារួចរាល់គាត់ក៏បានបញ្ជាក់អំពីអ្វីដែលគាត់មើលឃើញផ្លេតតែម្ដងមាននៅឆ្មាំរបស់វងស្វាចំនួន5ហើយពេលនេះក៏គួរតែជាពេលដែលត្រូវទៅតែកៃហាក់ដូចជាស្ទាក់ស្ទើរជាមួយនឹងការសង្ស័យទៅហើយជាមួយនឹង
ការយាមភ្នោដោយយកចិត្តទុកដាក់របស់វងស្វាកាយក៏បានផ្ដាំសកម្មភាពក្នុងការបដូរនៅវត្តមានរបស់ពួកវាយ៉ាងឆាប់រហ័សតែម្ដងត្រឹមតែមួយភ្លែតនោះទេអាចបដូរពួកវាបានដោយជោគជ័យរហូតដល់3ក្បាលឯណោះសម្រាប់ពីក្បាលបូជាចារគាត់ជាអ្នកចាត់ចែងតែយ៉ាងណាជាមួយនឹងការចូលទៅសរសើររបស់កាយបូជាចារក៏បាននិយាយភ្លែតតែម្ដងអំពីការបង្ហាញសញ្ញាព្រះរបស់កាយថាដាច់ចិត្តក្នុងការបង្ហាញវាហើយមែនទេជាមួយនឹងការចាប់អារម្មណ៍របស់កាយក៏បានបញ្ជាក់អំពីមូលហេតុរបស់គាត់ថាគាត់ចង់ឃើញវាដោយផ្ទាល់ភ្នែករបស់គាត់ជាមុនសិនគាត់ផ្ដាំការគោរពទៅកាន់កាយក្នុងការណែនាំខ្លួនម្ដងទៀតក្នុងនាមគាត់ណាដាត្រូវជាអ្នកស្វែងរកការពិតត្រូវបានបញ្ជូនមកដោយវត្តអារាមមកក្នុងការស្វែងរកនៅព្រះត្រឹមត្រូវហើយគាត់បានផ្ដាំសុំការអភ័យទោសចេញពីសំណាក់វត្តមានរបស់កាយអំពីភាពល្ងីល្ងើរបស់គាត់មួយនេះដែលមិនបានមើលឃើញជាមួយនឹងការស្នើសុំឲ្យកាយប្រើនៅអំណាចព្រះដ៏សាហាវរបស់ខ្លួនសម្រាប់ប្រយោជន៍អាណាចក្របង្រួបបង្រួមរបស់មនុស្សតែកាយឃើញចឹងក៏បញ្ញាឲ្យគាត់ងើបឈរឡើងក្នុងការបន្តការងារដើម្បីដោះបណ្ដាសាឲ្យលោកអូហាជាមួយនឹងការទទួលក៏បញ្ញាក្នុងការធ្វើវាភ្លែនតាមដំបូងជាមួយនឹងការលាងសម្អាតឈាមដាក់បណ្ដាសាក៏ដូចជាផ្ដាំប្រាប់ទៅកាន់កាយថាអាណាចក្របង្រួបបង្រួមរបស់មនុស្សត្រូវការនៅព្រះថ្មីដែលមានអធិពលក៏ធ្វើកាយចោទសួរតែម្ដងអំពីមូលហេតុដែលគាត់នាំខ្លួនមកទីនេះចង់ពិភាក្សាអំពីរឿងទាំងអស់នេះមែនទេតែក៏បានផ្ដាំចោទសួរសំណួរមួយត្រឡប់ទៅវិញថាកាយយល់អំពីមូលហេតុដែលពួកគាត់ត្រូវការនៅអំណាចព្រះដ៏អស្ចារ្យដែរឬទេដោយកាយទទួលថាដើម្បីធ្វើឲ្យអាណាចក្រទាំងមូលរឹងមាំមែនទេក៏ធ្វើបូជាចារទទួលឲ្យស្មោះត្រង់ប្រាប់ទៅថាអាណាចក្ររបស់ពួកគាត់ឥឡូវនេះកំពុងតែធ្លាក់ដុនដាបពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងការភ្ញាក់ផ្អើលរបស់កាយនោះក៏បានលើកឧទាហរណ៍អំពីលោកកាន់ណាល់ត្រូវជាអ្នកត្រួតពិនិត្យនឹងដោយផ្ទាល់ដែលត្រូវជាអ្នកកាន់កាឌៀននៅវាលទំនាបកណ្ដាលដែលត្រូវជាអ្នកគ្រប់គ្រងដោយស្រេចផ្ទាល់ភ្លេចអស់អំពីការសិក្សាម្ដងម្ដងក្នុងនាមជាកាឌៀនហើយក៏ជាលទ្ធផលដែលអំណាចព្រះដែលត្រូវបានគ្រប់គ្រងទៅដោយស្ដេចត្រូវបានធ្លាក់អន់ថយយ៉ាងខ្លាំងប្រសិនបើអាណាចក្រខ្លាំងដោយពីមុនកងទ័ពនឹងត្រូវបានបញ្ជូនទៅក្នុងការវាយយកភូមិត្រឡប់មកវិញជំនួសឲ្យនៅការបោះបង់ភូមិចោលជាមួយនឹងការចាប់អារម្មណ៍របស់កាយទៅលើភាពទន់ខ្សោយរបស់អាណាចក្រដូច្នេះក៏ធ្វើបូជាចារបន្តផងដែរថាសន្តិនិកកម្មបែបនេះនឹងបន្តកើតឡើងនៅក្នុងភូមិជាបន្តក៏ដូចជាការឡើងជាលំដាប់ដែលធ្វើឲ្យភាពពុកស្រួយទាំងអស់នេះសូម្បីតែស្ដេចក៏មិនអាចគ្រប់គ្រងវាបានទៀតនៅឡើយដូច្នេះដើម្បីអាចទទួលបាននូវព្រះថ្មីតម្រូវឲ្យពួកគាត់បង្ហូរទឹកភ្នែកក្នុងការបំផ្លាញនៅសាលក្រមរបស់អាណាចក្រយ៉ាងណាក៏ដោយពួកគាត់ត្រូវតែធ្វើវាជាមួយនឹងការសូត្រអ្វីស្រ័យអ្វីម្យ៉ាងទៅលើភ្នោនោះក៏ធ្វើឲ្យកាយឆ្ងល់ពីទង្វើរបស់គាត់ផងដែរជាមួយនឹងការចោទសួរដោយសារតែព្រះភូមិមួយនេះបានបម្រើទៅកាន់ភូមិឡាញ់ហើយនេះក៏ត្រូវជាឈាមរបស់លោកបារ៉ុនដែលត្រូវជាការដៀនរបស់ភូមិឡាញ់ជាមួយនឹងការចាប់អារម្មណ៍របស់កាយដែលឈាមហាក់ដូចជាត្រូវបានស្រូបនោះការប្រសិទ្ធិរបស់បូជាចារក៏ត្រូវបានបញ្ចប់ហើយក៏បានផ្ដាំនិយាយទៅកាន់កាយបន្តអំពីការផ្លាស់ប្ដូរដ៏អស្ចារ្យនៃពិភពលោកនេះកំពុងតែខិតជិតមកដល់ហើយពពួកវងស្វាបានដាក់បណ្ដាសាទៅកាន់ការដៀនរបស់ភូមិឡាញ់បដូរនៅអ្នកខ្លាំងតាមអ្វីដែលពួកគេចង់បានហើយពួកវាក៏អស់សង្ឃឹមផងដែរក្នុងការធ្វើឲ្យព្រះដានដីចោះទន់ខ្សោយព្រោះដីក៏ត្រូវបានខ្សត់នៅជីវជាតិជាមួយនឹងការចាប់អារម្មណ៍របស់កាយលើចំណុចនេះបូជាចារក៏បានបញ្ជាក់អំពីអ្វីដែលគាត់ស្រាវជ្រាវឃើញទៅកាយតែម្ដងដែលពពួកស្វាវាកំពុងតែទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរក្នុងការរារាំងនៅការរស់រានមានជីវិតរបស់ពួកវាបន្តក៏ធ្វើបូជាចារជឿថាការវាយប្រហាររបស់ពួកវាក៏ជាការស្វែងរកនៅកន្លែងថ្មីសម្រាប់ការរស់នៅបន្តហើយពពួកអោកវាក៏ដូចគ្នាផងដែរជាមួយនឹងការចាប់អារម្មណ៍របស់កាយបូជាចារក៏បានប្រាប់អំពីអ្វីដែលមានប្រៀបទៅលើអង្គដែលវាគឺជាសត្វចម្លែកដេញវាប្រហារពពួកអោកចេញពីភាគខាងជើងដូច្នេះក៏ធ្វើឲ្យពពួកអោកត្រូវការនៅអំណាចរបស់ព្រះថ្មីក្នុងការបញ្ចប់នៅសកម្មភាពទាំងអស់នេះហើយវាក៏ធ្វើឲ្យកាយយកអំពីមូលហេតុដែលពពួកអង្គបញ្ជូននៅអោកដោយនឹងអាដុលរ៉ាកុនក្នុងការធ្វើនៅសកម្មភាពទាំងអស់នេះក៏ធ្វើបូជាចារទទួលបន្ថែមទៀតថារឿងបែបនេះនៅតែបន្តការផ្លាស់ប្ដូរដ៏ធំសម្បើមមួយក៏ខិតជិតមកដល់ហើយប្រហែលជាអាណាចក្ររបស់មនុស្សក៏ត្រូវបានបំផ្លាញបូជាចារក៏បានបញ្ជាក់ទៅកាន់កាយភ្លេតតែម្ដងឲ្យកាយខ្ចីនៅអំណាចព្រះរបស់ខ្លួនក្នុងការជួយសង្គ្រោះនៅជីវិតមនុស្សរាប់លាននាក់តែជាមួយនឹងការភ្ញាក់ផ្អើលរបស់កាយទៅលើទង្វើរបស់បូជាចារព្រះចលងភ្នំក៏បានបញ្ជាឲ្យកាយក្នុងការសម្លាប់នៅបូជាចារបាត់ទៅហើយក៏ធ្វើកាយភ្ញាក់ផ្អើលទៅលើរឿងនេះហើយក៏ដូចជាបូជាចារចាប់អារម្មណ៍អំពីសកម្មភាពរបស់កាយចំណាកាយក៏បានទទួលជាមួយនឹងបូជាចារថារឿងទាំងអស់នេះវាពិតជាច្រើនពេកហើយសូមទុកពេលឲ្យខ្លួនក្នុងការគិតវាដែលធ្វើបូជាចារគ្មានអ្វីក្រៅពីការយកព្រមតាមសម្ដីរបស់កាយនោះទេក៏ដូចជាផ្ដាំបបួលកាយក្នុងការឈ្មោះទៅកាន់ភូមិបន្ទាប់រកឱកាសល្អដើម្បីដោះនៅបណ្ដាសាបន្តទៀតហើយជាមួយនឹងការដោះនៅបណ្ដាសារួចរាល់ស្លាកស្នាមរបស់អ្នកប្រុសអាហារក៏ត្រូវបានស្រោបបន្តិចម្ដងឯលោកបារ៉ុនក៏ទទួលបាននូវព័ត៌មានមួយនេះចំណាស្ថានភាពរបស់អ្នកប្រុសអាហារនៅតែបន្តក្នុងការសន្លំក៏ធ្វើលោកបារ៉ុនដឹងអំពីភាពជោគជ័យរបស់បូជាចារក្នុងការដោះបណ្ដាសាឲ្យក៏ដូចជាយល់ឃើញអំពីគំនិតបន្តផងដែរប្រសិនបើលោកអូហាអាចបន្តប្រយុទ្ធបានដូច្នេះពួកគាត់នឹងមានកម្លាំងប្រយុទ្ធបន្តកាន់តែខ្លាំងហើយជាមួយនឹងការស្វិតស្វែងរបស់អ្នករាល់គ្នាក្នុងការជួសជុលនៅកំផែងរបស់ភូមិអាកាយណាវិញក៏បានផ្ដួលពពួកវងស្វាដែលបានយាមភ្នោបានផងដែរហើយមិនបងយូរនៅឡើយក៏បានបញ្ញាក្នុងការលាងសម្អាតក៏ដូចជាប្រសិទ្ធិក្នុងការដោះនៅបណ្ដាសាភ្លាមអាកាយវិញពេលនេះក៏កំពុងតែគិតអំពីអំណាច
นาយព្រះដ៏អស្ចារ្យទាំងអស់នេះដែលខ្លួនមិនទាន់ប្រកបក្នុងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវនោះឡើយប្រសិនបើការពារតែអាណាចក្ររបស់មនុស្សបន្សល់ត្រឹមតែរឿងមួយនេះកូនតែវាក៏បានខ្លាយជាវិធីសាស្ត្រដ៏ល្អបំផុតតែអ្វីដែលជាការងឿងឆ្ងល់របស់កៃនោះគណៈពេលដែលព្រះចលងភ្នំបានដឹងនៅរឿងបែបនេះស្រាប់តែមានការខឹងក្រោធភ្លាមៗឯព្រះរាជាវិញជាមួយនឹងការចូលមកដល់ក៏បានសុំនៅគំនិតរបស់កៃភ្លែនតែកៃមិនទាន់ទទួលសម្រេចនៅឡើយដែលធ្វើឲ្យគាត់ទទួលបញ្ជាក់បន្ថែមទៀតប្រសិនបើព្រះរបស់កៃចូលរួមសក្ការៈបូជាជាមួយនឹងព្រះអាណាចារ្យកៃក៏ទទួលការពេញចិត្តខ្លាំងចេញពីស្ដេចក្នុងនាមជាមិត្តហើយក៏ជំរុញឲ្យកៃកើនឡើងនៅអំណាចបន្ថែមទៀតក៏ដូចជាជំរុញឲ្យកៃមានសមត្ថភាពយ៉ាងខ្លាំងក្នុងការការពារនៅភូមិឡាញ់បានយ៉ាងងាយស្រួលក៏ដូចជាមនុស្សសំខាន់បំផុតចំពោះកៃផងដែរជាមួយនឹងការចាប់អារម្មណ៍របស់កៃលើចំណុចនេះក៏មានសាបៈស័យផ្ដល់សញ្ញាទៅកាន់កៃអំពីអ្វីម្យ៉ាងក៏ធ្វើបូជាចារ្យចោទសួរអំពីវាផងដែរតែកៃក៏បានផ្ដាំសួរទៅកាន់បូជាចារ្យថាមានអ្វីកើតឡើងទៅប្រសិនបើខ្លួនចង់ការពារមនុស្សក្រៅពីភូមិឡាញ់ដែលធ្វើបូជាចារ្យទទួលផ្លេតផងដែរថាវាគឺជាអំបូរកូរ៉ូដែលបានប្រយុទ្ធជាមួយនឹងកៃមែនទេក៏ធ្វើកៃទទួលផ្លេតផងដែរថាខ្លួនមានទំនួលខុសត្រូវក្នុងការពារនៅវត្តមានរបស់ពួកគេដែលធ្វើបូជាចារ្យយល់ផងដែរដែលពួកគេបានលះបង់ខ្លួនសម្រាប់កៃទៅហើយទោះបីតែកៃទទួលយ៉ាងណាគាត់នៅតែស្នើសុំឲ្យកៃបោះបង់នៅវត្តមានរបស់ពួកគេចោលទៅក៏ធ្វើកៃក្រត់ផ្លេតតែម្ដងជាមួយនឹងការប្រកែកថាហេតុអ្វីបានជាខ្លួនត្រូវធ្វើដូច្នេះក៏ធ្វើបូជាចារ្យប្រកែកផ្លេតផងដែរថាសក្ការៈបូជារបស់ព្រះអាណាចារ្យមិនទទួលការលះបង់របស់បេក្ខតាបិសាចថ្នាក់ទាបនោះឡើយមនុស្សត្រូវបានកាត់ឡើងដោយមនុស្សហើយក៏ដូចជាត្រូវបានសាកល្បងក្នុងការឈ្មោះទៅរកឋានសួគ៌ហើយក៏មិនត្រូវមានគំនិតគប់ចិត្តជាមួយនឹងសពសត្វដទៃផ្សេងទៀតនោះឡើយតែកែក៏បានប្រកែកថាពួកគេមិនមែនជាមនុស្សសត្វថ្នាក់ទាបនោះទេជាមួយនឹងការប្រកែកបែបនេះបូជាចារ្យគ្មានជំរើសនោះឡើយក្រៅពីការលុតជង្គង់ស្នើសុំទៅកាន់កៃប្រើប្រាស់អំណាចរបស់ខ្លួនចូលជាមួយនឹងព្រះអាណាចក្រមួយនេះតែមួយអង្គតែកៃនៅតែមិនអាចធ្វើវាបានក្នុងនាមខ្លួនគឺជាការឌៀនត្រូវតែមានទូនាទីក្នុងការការពារនៅដែនដីនិងប្រជាជនរស់នៅរបស់ខ្លួនដែលកៃមិនអាចសម្រេចចិត្តក្នុងការបម្រើទៅកាន់ព្រះអាណាចក្របាននោះឡើយប្រសិនបើវាត្រូវបានលះបង់នៅមនុស្សដែលបានមើលឃើញនៅវត្តមានរបស់ខ្លួនក៏ធ្វើបូជាចារ្យបញ្ជាក់ម្ដងទៀតថាពេលនេះវាមិនអាចផ្លាស់ប្ដូរគំនិតរបស់កៃបានមែនទេហើយកៃក៏បានទទួលបញ្ជាក់ឲ្យច្បាស់ផ្លេតផងដែរថាខ្លួនបដិសេធជាមួយនឹងការស្នើសុំមួយនេះដែលធ្វើបូជាចារ្យបានត្រឹមតែត្អូញនោះទេអំពីការចចេះមួយនេះដោយគ្មានអ្វីផ្លាស់ប្ដូរនៅគំនិតរបស់កៃបានទៅហើយក៏ធ្វើឲ្យគាត់គ្មានជំរើសក្រៅពីការបោះបង់គំនិតរបស់ខ្លួនឯងចោលនោះឡើយដែលជំរុញឲ្យកៃក្តុកក្តួលជាមួយនឹងការទទួលដូច្នេះឯវងស្វាដតៃផ្សេងទៀតវាក៏បានមកដល់ជាមួយនឹងការមួម៉ៅឃើញនៅបពុះរបស់ខ្លួនត្រូវបានសម្លាប់ដូច្នេះហើយពេលនេះបូជាចារ្យក៏បានផ្ដាំចោទសួរទៅកាន់កៃឆ្ងល់អំពីអ្វីកំពុងតែកើតឡើងនៅភូមិឡាញ់ក៏ធ្វើកៃទទួលជាមួយនឹងការសង្ឃឹមថាភូមិរបស់ខ្លួននឹងមិនទាន់ទទួលរងការវាយប្រហារម្ដងទៀតទៅចោលក៏ដូចជាការបញ្ជាក់អំពីការព្រួយបារម្ភរបស់ខ្លួនទៅកាន់អ្នកនាងចាស់ក៏ដូចជាអាលីសានិងអ្នកដទៃផ្សេងទៀតជាមួយនឹងការជំរុញទៅកាន់បូជាចារ្យឲ្យប្រញាប់ឡើងតែម្ដងតែនោះគាត់គ្មានអាណាខ្លួនគ្របស្បង់នោះទេក៏មានគំនិតក្នុងការលួចចាក់វត្តមានរបស់កៃពីក្រោយទៅហើយដែលធ្វើឲ្យកៃបានបន្សល់ត្រឹមតែភាពងឿងឆ្ងល់ជាមួយនឹងការទទួលប្រាផ្នូចេញពីសំណាក់អេលីសាលោកអូហាក៏ហាក់ដូចជាភ្ញាក់ដឹងខ្លួនត្រឡប់មកវិញជាមួយនឹងការសន្លប់របស់អ្នកនាងចាស់ដដែលតែអ្វីដែលខុសប្លែកនោះទឹកមុខរបស់លោកបារ៉ុនក៏ហាក់ដូចជាដឹងអំពីទង្វើទាំងអស់នេះ